របៀបប្រើប្រាស់រថយន្តបែបសន្សំសំចៃនៅក្នុងស្ថានភាពប្រេងសាំងកំពុងតែឡើងថ្លៃចឹងថ្ងៃនេះ Auto US Direct នឹងចែករំលែកពីតិចនិចបច្ចេកទេស7ចំណុចដើម្បីជួយឲ្យឡានរបស់លោកអ្នកស៊ីសាំងតិចជាងមុននិងសន្សំថវិកានៅក្នុងការចំណាយទៅលើប្រេងឥន្ធនៈតិចនិចទី1ការជន់ហ្គានិងហ្វ្រាំងកុំជន់ហ្គាខ្លាំងៗភ្លាមការចិញ្ចឹមដំណើរដោយសន្សំនិងរក្សាល្បឿនឲ្យថេរអាចជួយសន្សំសាំងបានរហូតដល់15ទៅ30%បើមិនចាំបាច់កុំជន់ហ្វ្រាំងងក់ព្រោះវាធ្វើឲ្យម៉ាស៊ីនត្រូវប្រឹងទាញតួឡានទាំងមូលឲ្យឈប់ភ្លាមដែលវាជាចំណុចស៊ីសាំងខ្លាំងបំផុតមួយទិញទី2ការឆែកមើលសម្ពាធខ្យល់កង់ឡានហេតុអ្វីបានជាសម្ពាធកង់ឡានធូរប៉ះពាល់ទៅដល់ការប្រើប្រាស់សាំងច្រើនដែរអញ្ចឹងកង់ឡានដែលធូរពេកនឹងបង្កើតនឹងកម្លាំងកកិតនិងសង្កត់ខ្លាំងជាមួយនឹងថ្នល់ដែលធ្វើឲ្យម៉ាស៊ីនប្រឹងខ្លាំងនិងស៊ីសាំងលើសពីធម្មតាអញ្ចឹងត្រូវពិនិត្យសម្ពាធខ្យល់កង់ឡានឲ្យបានត្រឹមត្រូវមុនពេលអ្នកចេញដំណើរទិញទី3គឺការកាត់បន្ថយនៅទម្ងន់និងម៉ាស៊ីនត្រជាក់កុំដាក់អីវ៉ាន់ធ្ងន់ៗដែលមិនចាំបាច់នៅក្នុងឡានទម្ងន់កាន់តែធ្ងន់សាំងកាន់តែអស់ហើយនៅពេលដែលអាកាសធាតុរៀងត្រជាក់ល្មមការកាត់បន្ថយនៅកម្រិតម៉ាស៊ីនត្រជាក់បន្តិចនឹងជួយសម្រាលនៅបន្ទុកម៉ាស៊ីនបានច្រើនគួរសមដែរចំពោះទិញទី4វិញគឺការថែទាំនៅតម្រងខ្យល់និងប្រេងម៉ាស៊ីនត្រូវប្រូរតម្រងខ្យល់ឲ្យបានទៀងទាត់បើតម្រងខ្យល់ស្ទះដីច្រើនម៉ាស៊ីននឹងខ្វះខ្យល់សម្រាប់ដុតឆេះដែលនាំឲ្យស៊ីសាំងខុសប្រក្រតីជាមួយគ្នានេះការប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានគុណភាពខ្ពស់ក៏ជួយឲ្យម៉ាស៊ីនដើរស្រួលនិងសន្សំសំចៃបានផងដែរទី5គឺការប្រើប្រាស់នៅមុខងារ Eco Mode អញ្ចឹងបើសិនជាឡានរបស់អ្នកមានមុខងារ Eco Mode សូមប្រើប្រាស់វាឲ្យបានញឹកញាប់ជាពិសេសគឺនៅពេលដែលបើកបរនៅក្នុងក្រុងដែលមានការស្ទះចរាចរណ៍ច្រើនអញ្ចឹងប្រព័ន្ធកុំព្យូទ័ររបស់ឡាននឹងជួយគ្រប់គ្រងនៅការដុតឆេះសាំងឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតទី6ជៀសវាងការបើកកញ្ចក់និងដឹកអីវ៉ាន់នៅលើដំបូលអញ្ចឹងអ្នករចនាឡានបានព្យាយាមរចនារាងឡានមកឲ្យមានប្រព័ន្ធ aerodynamic ឲ្យបានកាន់តែល្អដើម្បីព្យាយាមធ្វើឲ្យតួរបស់រថយន្តនឹងអាចបត់បែនបានយ៉ាងរលូនទៅតាមខ្យល់អញ្ចឹងការបើកបង្អួចការបើកដំបូលការដាក់កង់និងការដាក់អីវ៉ាន់នៅលើដំបូលច្រើនក៏អាចប៉ះពាល់យ៉ាងខ្លាំងទៅដល់ការសន្សំសំចៃប្រេងឥន្ធនៈផងដែរអញ្ចឹងការបើកបរក្នុងល្បឿនលឿនជាមួយនឹងអីវ៉ាន់ដែលសំពីសំពងច្រើនក៏នឹងជួយបង្កើននៅភាពរាំងខ្ទប់ជាមួយនឹងខ្យល់ដែលបណ្ដាលឲ្យរថយន្តរបស់អ្នកប្រើប្រាស់ប្រេងឥន្ធនៈកាន់តែច្រើនជាងមុនដូចគ្នាទី7ការប្រើប្រាស់ប្រភេទប្រេងឥន្ធនៈអញ្ចឹងមិនមែនប្រេងឥន្ធនៈទាំងអស់សុទ្ធតែដូចគ្នានោះទេហើយការសន្សំសំចៃប្រេងឥន្ធនៈរបស់លោកអ្នកអាចត្រូវបានកែលម្អតាមរយៈការប្រើប្រាស់ប្រភេទប្រេងឥន្ធនៈទាំងសាំងនិងម៉ាស៊ុតឲ្យបានត្រឹមត្រូវផងដែរដូច្នេះសូមស្វែងរកព័ត៌មានអំពីប្រភេទប្រេងឥន្ធនៈឲ្យស័ក្តិសមបំផុតសម្រាប់ម៉ាស៊ីនរបស់អ្នកនិងធានាថាអ្នកជ្រើសរើសប្រេងឥន្ធនៈដែលមានគុណភាពល្អមួយយកមកប្រើប្រាស់ដូច្នេះទាំងអស់នេះគឺជាតិចនិចសន្សំសំចៃប្រេងសាំងទាំង7ចំណុចដែលលោកអ្នកអាចយកទៅអនុវត្តបាននៅក្នុងស្ថានភាពប្រេងសាំងកំពុងតែឡើងថ្លៃដូចបច្ចុប្បន្នអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយកុំភ្លេចជួយចុច like និង follow page Auto US Direct ម្នាក់មួយដើម្បីទទួលបានចំណេះដឹងថ្មីៗពីរថយន្តប្រចាំថ្ងៃ